បងប្អូនអើយក្រុមចិនមួយក្រុមនេសាទត្រីបានត្រីធំមែនតើនៅលើកអត់ចង់រួចបរោះម្នាក់លើកអត់ចង់រួចហ្នឹងហើយគាត់ម្នាក់នេះវិញគឺកំពុងតែទាញខ្សែស្រាវយកទូកចឹងណាហ្នឹងហើយបានកបែលមួយធំមែនតើបងប្អូនហ្នឹងហើយគាត់នេសាទមួយក្រុមគាត់ហ្នឹងបានមីកបែលមួយប៉ុណ្ណានៃហ្នឹងហើយដល់ពេលគាត់ទាញក្នុងពោះកបែលហ្នឹងមកកបែលហ្នឹងមានកូនទៀតហើយមានគ្រឿងអលង្ការមានដុំគុជមានត្បូងមានអីបងប្អូនហ្នឹងហើយប្រហែលជាហេងហើយក្រុមគាត់ហ្នឹងហើយមិនដឹងយកទៅលក់វិញមិនដឹងបានប្រមាណទេហ្នឹងស្រួលចែកគ្នាបានរាប់ពាន់ដុល្លារហ្នឹងហើយបើស្អីជាត្បូងមានតម្លៃបងប្អូនហ្នឹងហើយឥឡូវគាត់ធ្វើដំណើរបន្តទៅទៀតហ្នឹងមានតាំងពីស្ទូចគាត់មានស្ទូចមានសម្ភារៈគាត់ឧបករណ៍ស្រោមដៃស្រោមអីហើយមានរបៀបខោដូចអាវភ្លៀងអញ្ចឹងដើម្បីយើងចុះមុជទឹកទៅវាអត់សូវសើមខ្លួនយើងហើយវាអត់ល្ងាអញ្ចឹងបងប្អូនហ្នឹងឥឡូវគាត់នាំគ្នាលោតចុះជាមួយទៅបាតដីទៅបាតសមុទ្រឥឡូវគាត់ជាមួយដល់បាតដីហ្នឹងហើយឥឡូវគាត់មកមើលស្ទូចគាត់មើលនុយអីគាត់ហ្នឹងហើយឥឡូវគាត់បានជួបមឹកធំមែនតើមឹកហ្នឹងមឹកដៃកលេកាឡាបើសិនខ្ញុំអីមិនដឹងរត់បាសសក់បាសអីប្រហែលទេហ្នឹងហើយណាមួយនៅក្នុងទឹកផងហើយឃើញមឹកវាធំចម្លែកអញ្ចឹងបងប្អូនហ្នឹងហើយមឹកដៃមឹកអីទេងតាយហ្នឹងហើយគាត់មឹកទូចយើងកាន់ពេលវាប៉ះដៃយើងឡើងស្អិតតាត់យើងខ្លាចយើងភ័យឲ្យទម្រាំទៅក្នុងសមុទ្រមឹកធំកបែលធំជួបឆ្លាមជួបអីទៀតនិយាយរួមទៅខ្លាចមែនតើហ្នឹងហើយអត់ហ៊ានចុះទេហ្នឹងហើយអានេះត្រីដូហ្វីនបងប្អូនហ្នឹងហើយត្រីដូហ្វីនកំពុងតែលេងទឹកនៅបាតសមុទ្រហ្នឹងហើយត្រីនេះវិញគឺស្អាតមែនតើហ្នឹងហើយនឹងបើសិនយកមកចិញ្ចឹមដាក់ក្នុងកែវក្នុងអីមិនដឹងស្អាតប៉ុណ្ណាហ្នឹងហើយគឺនិយាយរួមទៅនៅក្រោមបាតសមុទ្រសត្វដែលមានជីវិតស្អាតច្រើនណាហ្នឹងហើយរាប់មិនអស់ទេរាប់ម៉ឺនរាប់ពាន់រាប់លានរាប់សែនយើងរាប់មិនអស់ទេហ្នឹងហើយនេះមឹកនេះវាលេងបលែងជាមួយកូនត្រីសង្ស័យជាចំណីមឹកលើអាត្រីហ្នឹងអូអានោះដេញខំមឹកហ្នឹងហើយអញ្ចឹងសោះអូវាការពារខ្លួនវាហ្នឹងហើយអាត្រីនេះក៏មិនអន់ដែរបងប្អូនហ្នឹងហើយស្អាតមែនតើស្រស់ស្អាតហ្នឹងនេះមានគ្រប់ពណ៌និយាយរួមទៅស្រស់ស្អាតនៅបាតសមុទ្រហ្នឹងហើយកុំភ្លេច like share follow subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតសូមអរគុណ